មូលហេតុដែលខ្ញុំមករៀននៅសាលា OTS ទី1ខ្ញុំឃើញអ្នកដែលមករៀននៅ OTS ច្រើននិងមានទំនុកចិត្តឃើញអ្នកដែលមកពី OTS គឺគេល្អគេកាត់សក់បានស្អាតមូលហេតុដែលខ្ញុំសម្រេចចិត្តមករៀនជំនាញកាត់សក់ដោយសារឃើញវីដេអូសាលា OTS បង្រៀនមានវិជ្ជាជីវៈច្បាស់លាស់ជឿទុកចិត្តមូលហេតុដែលសម្រេចចិត្តមករៀននៅ OTS នេះតែខ្ញុំឃើញតាមអ៊ីនធឺណិតនៅសាលា OTS នេះគឺបង្រៀនគឺបានល្អហើយខ្ញុំសម្រេចចិត្តមកនេះដើម្បីរៀនសិក្សានៅ OTS នេះមូលហេតុដែលខ្ញុំសម្រេចចិត្តមករៀនជំនាញកាត់សក់នៅសាលា OTS គឺខ្ញុំចង់បានជំនាញច្បាស់លាស់មួយសម្រាប់គោលដៅអនាគតរបស់ខ្ញុំគ្រួសាររបស់ខ្ញុំនិងប្រទេសជាតិរបស់ខ្ញុំហេតុដែលខ្ញុំមករៀនជំនាញកាត់សក់អាជីពនៅ OTS ដោយសារតែទី1គឺវាត្រូវនឹងអ្វីដែលខ្ញុំស្រឡាញ់ព្រោះខ្ញុំធំឡើងមកខ្ញុំនៅអង្គការខ្ញុំធ្វើការអង្គការទៅខ្ញុំនៅកន្លែងកាត់សក់មួយគេទៅខ្ញុំមានអារម្មណ៍ថាវាអីដែលខ្ញុំស្រឡាញ់មូលហេតុដែលខ្ញុំសម្រេចចិត្តរៀនជំនាញកាត់សក់ពីព្រោះខ្ញុំចូលចិត្តសក់ខ្ញុំស្រឡាញ់សក់អញ្ចឹងខ្ញុំបានឃើញវីដេអូរបស់លោកគ្រូហើយខ្ញុំក៏ចាប់អារម្មណ៍នៅ OTS ខ្លាំងមូលហេតុដែលខ្ញុំសម្រេចចិត្តមកសិក្សានៅ OTS នេះគឺខ្ញុំបានមើលឃើញនៅសាលាតាមដានសាលាមកយូរដែរហើយវាជាកត្តាមួយដែលខ្ញុំស្រឡាញ់ខាងម៉ូដសក់ស្រឡាញ់ការ style ការងារដែលស្អាតគឺខ្ញុំស្រឡាញ់មូលហេតុដែលខ្ញុំមកសម្រេចចិត្តមករៀនអាជីពកាត់សក់នៅសាលា OTS ដោយសារការមានស្រឡាញ់ទី2គ្រួសារបងប្អូនគាត់ជំរុញលើកទឹកចិត្តឲ្យខ្ញុំមករៀនមូលហេតុដែលខ្ញុំរៀនជំនាញនៅកាត់សក់នៅ OTS សារខ្ញុំចង់បានជំនាញមួយទៅថ្ងៃអនាគតរបស់ខ្ញុំច្បាស់លាស់មូលហេតុដែលប្រាច់ចិត្តរៀនជំនាញកាត់សក់ព្រោះខ្ញុំស្រឡាញ់ហើយនឹងមានការជំរុញលើកទឹកចិត្តពីប៉ាម៉ាក់